ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះវាស្ងោបងប្អូនស្ងោមានបន្លែជាច្រើនមុខមានបន្លែតែ3មុខទេបងប្អូនថ្ងៃហ្នឹងព្រោះអីខានស្លហូបបន្លែយូរហើយឥឡូវយើងមកស្ងោតែម្ដងបងប្អូនហើយបន្លែយើងគឺងាយបងប្អូនទិញពីផ្សារទាំងអស់ងាយទិញពីផ្សារបងប្អូនមានឆ្អឹងជ្រូកមានការ៉ុតមានត្រឡាចបងប្អូនហ្នឹងសិតបន្លែទិញគេហើយនឹងស្ពៃក្រញាញ់បងប្អូននេះស្ពៃក្រញាញ់ហើយមួយទៀតគឺគេថែមឲ្យស្លឹកខ្ទឹមបន្តិចជីមញ៉ែបន្តិចបងប្អូនពួកអីស្ងោអត់ចោលអស់ហ្នឹងទេដាក់ដើម្បីយកឈ្ងុយឥឡូវយើងលាងសម្អាតហើយយើងចាប់ផ្ដើមដាក់ក្នុងឆ្នាំងចឹងម្ដងឆ្នាំងដាំឆ្នាំងសឡសិនបងប្អូនហើយឆ្នាំងសឡខ្ញុំជ្រុះបាត់ហើយអាពីលើហ្នឹងដាក់កឆ្នាំងសម្លចោលយើងមកចិត្តបន្លែបងប្អូនបន្លែហ្នឹងយើងគ្រាន់តែលាងទឹកទេយើងអត់តន់ចិត្តទេឥឡូវយើងមកចិត្តការ៉ុតពុះកង់ជាជំហៀកជា2ជា3បងប្អូនពុះតាមចំណង់ចំណូលចូលចិត្តបងប្អូនចង់បានទូចបានធំតាមហ្នឹងទៅបងប្អូនចំណែកខ្ញុំយកតែល្មមហ្នឹងទេបងប្អូនហើយតឡាចហ្នឹងពុះចឹងមកដូចខ្ញុំបាននិយាយបងប្អូនអាហ្នឹងស៊ីសងលើយើងអ្នកចិត្តទេបងប្អូនមែនអត់កុំធ្វើតាមខ្ញុំពេកតាមខ្ញុំពេកខ្ញុំតម្រូវទៅតាមក្រុមគ្រួសារខ្ញុំទេបងប្អូនដាក់មកល្មមមួយម៉ាត់ហ្នឹងឯងបងប្អូនអត់ទៀតដាក់ធំពេកទេពិបាកចិត្តតែដែរហ្នឹងណាហើយឆ្អឹងជ្រូកនេះយើងមកកាប់យើងមកច្រាមវាដុំមកតូចបងប្អូនអ្នកខ្លះបើតាមផ្ទះគេខ្លះបងប្អូនមកដុំហ្នឹងគេកាត់តែ2ដុំឬក៏3ដុំទេបងប្អូនគេកាត់បំបាយវាបើផ្ទះខ្ញុំអត់ទេបងប្អូនសមាជិកច្រើនយើងត្រូវតែលៃវាឲ្យយើងតូចល្មត់អិតល្មមទៅបងប្អូនសម្រាប់គេបានហូបសាច់ហ្នឹងគ្រប់គ្នាបើមិនចឹងហូបអត់គ្រប់គ្នាបងប្អូនហើយនេះលើកខ្ទឹមមកច្រាមខ្ពកបងប្អូនដោយសារកាមេរ៉ាយើងអត់មានដងថតបងប្អូនដាក់បឆោចោលជើងយើងធម្មតាតុកអញ្ចឹងវាអត់ដូចគេមានដងកាមេរ៉ាបងប្អូនហើយនេះទឹកសម្លពុះហើយចាប់ផ្ដើមដាក់ខ្ទឹមចូលដាក់សាច់ចូលអស់ពីដាក់សាច់ចូលហើយដាក់ក្រូចចូលរំងាស់ជាមួយគ្នាបងប្អូនព្រោះអាពីមុខហ្នឹងវាអត់ងាយផុយទេអញ្ចឹងយើងត្រូវការរំងាស់រៀងយូរទីបងប្អូនដើម្បីឲ្យវាផុយឡូវកូរជ្រុំឲ្យបងប្អូននេះទឹកស្លឡើងពុះខាក់ហុយសំពងមើមចង់យល់ទេបងប្អូនឥឡូវយើងបន្ទាប់ពីទឹកស្លពុះចាំបង់ចាប់ផ្ដើមបង់ទឹកត្រីបន្តិចទៅស៊ុបម្សៅស៊ុបតិចទៅប៊ីចេងតិចទៅស្ករបន្តិចទៀតបងប្អូនទុកឲ្យពុះឡើងប្រផុលចឹងបងប្អូននេះបន្ទាប់ពីពុះចុចមើលនៃការ៉ុតហ្នឹងវារៀងផុយហើយគេចាប់ផ្ដើមដាក់ត្រឡាចចូលបងប្អូននេះពណ៌រៀងស្រស់បងប្អូនហើយរសជាតិមិនអួតទេបងប្អូនអាចទទួលទានបានបងប្អូនសម្រាប់ក្រុមគ្រួសារខ្ញុំតែបើសម្រាប់ក្រុមគ្រួសារបងប្អូនមិនដឹងថារសជាតិនឹងប៉ុណ្ណឹងត្រូវអត់ទេបងប្អូនធម្មតាទេបងប្អូនក្រុមគ្រួសារនីមួយតែងតែហូបរសជាតិខុសគ្នាទាំងអស់បងប្អូនមែនអត់មានអ្នកខ្លះសាបអ្នកខ្លះប្រៃអ្នកខ្លះផ្អែមអញ្ចឹងតាមចំណង់ចំណូលចូលចិត្តក្រុមគ្រួសារនីមួយបន្ទាប់ពីដាក់នៃត្រឡាចហើយព្រៀងពុះហើយខ្ញុំចាប់ផ្ដើមដាក់អាំរែកចូលបងប្អូនស្ងោត្រូវការអាំរែកបើអត់អាំរែកហូបអត់ឆ្ងាញ់បងប្អូនដាក់អាំរែកចូលដាក់ស្ពៃចង្កឹះចូលហើយកូរច្របល់ចូលគ្នាចូលឡើងចូលបងប្អូនអូយពណ៌សម្រស់វាស្រស់ស្រកាអញ្ចឹងបងប្អូនសម្រស់សម្លគេមើលទំនងខ្លាំងណាស់បងប្អូននឹកឃើញរដូវធ្វើស្រែអូយខែហ្នឹងសម្បូរណាស់ទៅទីណាក៏សម្បូរតែអាស្ងោរអត់ចោលបងប្អូនហើយវីដេអូខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងបងប្អូនចង់បញ្ចប់គឺហូបបាយកកជាមួយនឹងសាច់គោប្រឡាក់នឹងឯងចង់ចាប់បងប្អូនស្លោឆ្អិនហើយតែអត់ហូបទេគឺហូបបាយកកជាមួយនឹងសាច់គោចៀនបងប្អូនឆ្ងល់ឡើយបងប្អូនមិនឆ្ងល់ទេស្លោហូបអត់តាន់កើតដាក់សាច់គោមួយបាយកកសិនដើម្បីយកជាតិវាបងប្អូនពួកអីយើងស្លោយើងទុកហូបពេលថ្ងៃត្រង់ទេ